កងទ័ពអាកាសតៃវ៉ាន់បានអួតពីសមត្ថភាពកងយន្តហោះចម្បាំង F-16 ទំនើបបំផុតរបស់ខ្លួននៅពេលចេញប្រតិបត្តិការនិងវិលត្រឡប់ពីលើអាកាសវិញយ៉ាងឆាប់រហ័សក្នុងអំឡុងសមរយុទ្ធមួយកាលពីថ្ងៃពុធធ្វើឡើងក្នុងបំណងហាត់វឹកវើផ្ដោតទៅលើការប្រយុទ្ធពិតប្រាកដសមរយុទ្ធនេះធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសឈៀវយីភាគខាងត្បូងកោះតៃវ៉ាន់ដោយបុគ្គលិកយោធាបានបំពាក់មីស៊ីលប្រឆាំងយន្តហោះធុន AIM-9M Sidewinder និង AIM-120 Aram ដែលផលិតនៅសហរដ្ឋអាមេរិកដល់យន្តហោះ F-16V ដើម្បីឲ្យយន្តហោះចម្បាំងទាំងនេះវឹកហាត់ហោះឡើងលើអាកាសឲ្យបានឆាប់រហ័សសម្រាប់ប្រតិបត្តិការប្រយុទ្ធបើតាមមន្ត្រីទទួលបន្ទុកសភាវុធលោកវូបូជីលេងល្បែងសង្គ្រាមនេះមានគោលបំណងធានាថាយន្តហោះចម្បាំង F-16V អាចដាក់គ្រាប់រំសេវជាថ្មីនិងចាក់បន្ថែមប្រេងនៅក្នុងពេលដ៏ខ្លីបំផុតហើយចាប់ផ្ដើមការវាយប្រហារបានយ៉ាងឆាប់រហ័សសាជាថ្មីគួរបញ្ជាក់ថាកងទ័ពអាកាសតៃវ៉ាន់ស្ទើរតែរាល់ថ្ងៃតែងចេញប្រតិបត្តិការហោះហើរដើម្បីតាមដាននិងព្រមានយន្តហោះចម្បាំងចិនដែលជារឿយៗហោះហើរជាប្រចាំនៅជុំវិញកោះនេះតៃវ៉ាន់តែងតែចាត់ទុកការហោះហើរល្បាតរបស់យន្តហោះចិនគឺជាការឈ្លានពាននិងជាផ្នែកមួយនៃយុទ្ធនាការយាយីដែលកំពុងបន្តដើម្បីសាក់លបងនិងធ្វើឲ្យកងកម្លាំងតៃវ៉ាន់តូចៗអស់កម្លាំងក៏ដូចជាការដាក់សម្ពាធនយោបាយលើកោះនេះខណៈដែលទីក្រុងប៉េកាំងធ្លាប់បានប្រមានថានឹងប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់នៅក្នុងករណីចាំបាច់